សូមជម្រាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍មកកាន់អាកាសដ្ឋានចិញ្ចឹមកង្កែបបាទសៀមរាបបាទបងប្អូនអរគ្នាបាទមុននេះគឺខ្ញុំបានដាក់ចំណីត្រីឲ្យកង្កែបបាទនឹងមកតង់នឹងណាមកតង់ផ្សេងបាទច្រឡំមកតង់នឹងប៉ុន្តែដោយសារតែមេឃឥឡូវវាភ្លៀងបងប្អូនអរគ្នាឃើញភ្លៀងតំណក់ទឹកភ្លៀងវាធ្លាក់ណាបាទនឹងត្រក់តក់បាទអញ្ចឹងហើយក៏ខ្ញុំក៏ផ្អាកថតសិនទៅបាទហ្នឹងហើយអូខេបងប្អូនអរគ្នាសម្រាប់កង្កែបរបស់ខ្ញុំគឺច្រើនបាទហើយខ្ញុំចំច្រើនហ្នឹងគឺខ្ញុំគោលដៅរបស់ខ្ញុំគឺចំធ្វើលក់ខ្លះបោកខ្លះបោកលក់ខ្លះបាទព្រោះបច្ចុប្បន្នមកហូប 4-5,000 អីទិញចង់បានហូបទេបាទហ្នឹងហើយខ្ញុំនៅប្រកាសថែម 10,000 កូនទៀតប៉ុន្តែខ្ញុំអត់ទាន់បានប្រកាសទេបាទមិនទាន់បានប្រកាសទេខ្ញុំប្រកាសបានហើយប៉ុន្តែវាអត់ទាន់នឹងដុសដៃដុសជើងអញ្ចឹងណាខ្ញុំប្រកាសទៅបាន 3-4 ថ្ងៃអីហ្នឹងទេបាទហ្នឹងហើយបច្ចេកទេសអីហ្នឹងគឺច្បាស់លាស់មួយបាទហ្នឹងហើយបើតែយើងចាំថ្មីថ្មោងយើងអាចដាក់កូនអីសិនបានបាទហ្នឹងហើយខ្ញុំប្រាប់បងប្អូនអរគ្នាត្រង់ថាបើសិនជាកង្កែបក្នុង 1000 ទៅ 2000 ក្បាលបាទបើសិនបងប្អូនអរគ្នានៅចិត្តក្បែរនឹងមានអាចថារោត្រីរោអីកូនត្រីក្រាញ់កូនត្រីកាភ្លៀងអីដាក់ឲ្យវាស៊ីបានដាក់ឲ្យវាស៊ីមិនបាច់ឲ្យស៊ីត្រីទេបាទយល់មិនបាច់ឲ្យស៊ីត្រីបាទមិនបាច់ឲ្យវាស៊ីចំណីទេបាទហ្នឹងហើយយើងសេវចំណីព្រោះអីបច្ចុប្បន្នហ្នឹងតើយើងចេះឆ្នៃណាបាទចេះឆ្នៃទៅបានយើងចំណេញច្រើនបាទហើយចេះឆ្នៃទៅបានយើងអាចតស៊ូទៅមុខបានបាទហ្នឹងហើយរបស់មានយើងអាចប្រើប្រាស់បានយើងប្រើទៅបាទហ្នឹងហើយកុំទុកពេលវេលាចោលណាបាទហ្នឹងហើយបើសម្រាប់ខ្ញុំពេលខ្លះខ្ញុំប្រើត្រីបាទមានពេលខ្លះក៏ខ្ញុំប្រើចំណីបាទខ្ញុំអត់ទៀងណាបាទមានពេលខ្លះខ្ញុំត្នេក៏ខ្ញុំទៅរកត្រីទៅបាទមានពេលខ្លះខ្ញុំរវល់បាទរវល់ដល់ពេលម្បែកកូនម្បែកអីក៏ខ្ញុំមើលក៏មកថតឲ្យបងប្អូនអរគ្នាមើលអញ្ចឹងគឺខ្ញុំដាក់ចំណីឲ្យបាទឲ្យមើលថាយើងប្រើចំណីវាងាយស្រួលបាទហ្នឹងហើយបើបងទាំងអស់គ្នាធ្វើកែបបោកចំណេញបាទណាមួយទី1បានមុខរបរបាទទី1យើងអាចថាចេញរ៉ូស៊ីបានបាទទី2គឺយើងចេះជំនាញខ្លះដែរបាទជំនាញធ្វើម្ហូបអីលេចកើតបាទហ្នឹងហើយពេលយូរទៅយើងស្វាំនឹងទិដ្ឋភាពបែបហ្នឹងយើងអាចថាទៅមុខបានបាទហ្នឹងហើយឲ្យខ្ញុំមកថតកូនកង្កែបឲ្យបងប្អូនអរគ្នាមើលបន្តិចបាទនេះគឺសិតតែជាកង្កែបកូនកង្កែបណាបងប្អូនអរគ្នាបាទហ្នឹងហើយកូនកង្កែបរបស់ខ្ញុំច្រើនណាបាទច្រើនណាបាទច្រើនណាបងប្អូនអរគ្នាមើលបាទនឹងមើលបាទច្រើនណាបាទច្រើនណាបាទនេះសិតកូនបាទហ្នឹងហើយណាមួយខ្ញុំអត់ទាន់បានប្រកាសទៀតដោយសារឡាយរវល់រៀបចំវាស្រែបាទដាក់ចូលនៅក្នុងវាស្រែធម្មតាបាទហ្នឹងខ្ញុំលក់ធម្មតាទៅបាទហ្នឹងអ្វីក៏វានឹងល្អប្រសើរមកវិញបាទហើយវិបត្តិសេដ្ឋកិច្ចបាទវានឹងប៉ះពាល់ដល់លើវិស័យគ្រប់បែបមិនថាការងារមិនថាវិស័យអ្វីក៏ដោយក៏ប៉ះពាល់ដែរប៉ុន្តែរបស់ហូបនឹងគឺបាទវាប៉ះដែរប៉ុន្តែយើងអាចនៅរកបានបាទបើក្រៅពីរបស់ហូបបាទរៀងពិបាកបន្តិចបាទហ្នឹងហើយជាភាសាម្ហូបពេលបាយបាទហ្នឹងហើយយើងអាចថាលក់ដូរបាននៅតែដំណើរការបាទប៉ុន្តែបើសិនជាអ្នកលក់របស់ផ្សេងអាចប្រហែលជាគេកាត់បន្ថយសឹងថា 80% បាទនៅសល់តែ 20% ទេបាទហ្នឹងហើយអូខេខ្ញុំបិទត្រឹមនឹងឯងបាទហ្នឹងហើយខ្ញុំទៅមើលខាងនោះទៀតបាទ
ok nhom đạt mà ca cả là bạn thấy bà tuổi nhom ở trong ở bia xì chặt khăn pê tế mồm mồm bà